បានបងប្អូនអ្នកគ្នាមានអ្នកភូមិមួយចំនួនបាននិយាយថានៅកណ្ដាលព្រៃដ៏ស្ងាត់ជ្ងំមួយមានវត្តចាស់មួយដែលត្រូវបានគេបោះបង់ចោលឡើងអស់រយៈពេលប្រហែលជាជាង100ឆ្នាំហើយគ្មានព្រះសង្ឃគ្មានអ្នកថែរក្សាប៉ុន្តែរៀងរាល់យប់ហ្នឹងគឺគេតែងតែឮសំឡេងគោះជួងនិងសំឡេងសូត្រធម៌គឺនៅតែឮឡើងកណ្ដាលព្រៃងឹតនឹងឯងប៉ុន្តែអ្នកដែលបានឮសំឡេងនោះហើយដើរតាមភាគច្រើនមិនដែលឃើញបានត្រឡប់មកវិញទេចំណែកឯអ្នកដែលអាចរួចរស់បានហ្នឹងនៅពេលដែលត្រឡប់មកវិញហ្នឹងក៏មិនដែលហ៊ាននិយាយអីដែលពួកគាត់នឹងបានឃើញដែររឿងដែលបងប្អូនទាំងអស់គ្នានឹងស្ដាប់នៅពេលនេះគឺជារឿងរបស់យុវជន4នាក់ដែលមិនព្រមជឿពាក្យចចាមអារាមហើយសម្រេចចិត្តចូលទៅស្វែងរកការពិតនៅក្នុងវត្តចាស់ដែលគេបោះបង់ចោលកណ្ដាលព្រៃនឹងឯងប៉ុន្តែពួកគេមិនដែលនឹកស្មានថាការសម្រេចចិត្តមួយនោះនឹងផ្លាស់ប្ដូរជីវិតរបស់ពួកគាត់ជារៀងរហូតទេក្រោយពីបានឮព័ត៌មានអំពីវត្តចាស់ដែលគេបោះបង់ចោលនៅកណ្ដាលព្រៃហ្នឹងណាយុវជន4នាក់ដែលគាត់ស្រឡាញ់ការផ្សងព្រេងគាត់ក៏បានចាប់ផ្ដើមស្រាវជ្រាវអំពីប្រវត្តិរបស់វាហើយពួកគាត់ហ្នឹងម្នាក់មានឈ្មោះវណ្ណៈម្នាក់ឈ្មោះរ៉ាម្នាក់ទៀតឈ្មោះដារ៉ូហើយនិងឈ្មោះសុភ័ក្រនិយាយទៅអ្នកទាំង4ហ្នឹងគឺតែងតែធ្វើដំណើរទៅរកកន្លែងណាដែលគេនិយាយថាមានរឿងរ៉ាវអាចកំបាំងគឺដើម្បីថតជាវីដេអូដើម្បីបង្ហោះនៅលើបណ្ដាញសង្គមហើយក្នុងរយៈពេលជាង2សប្តាហ៍ពួកគាត់បានស្វែងរកព័ត៌មានមួយពីអ្នកភូមិជាច្រើនប៉ុន្តែអ្វីដែលចម្លែកនោះគឺមនុស្សស្ទើរតែគ្រប់គ្នាហ្នឹងគឺគ្រាន់តែឮឈ្មោះវត្តហ្នឹងហើយគឺបដូរទឹកមុខភ្លាមអ្នកខ្លះហ្នឹងស្ងៀមអត់និយាយស្ដីហើយអ្នកខ្លះបញ្ញាប់ដើរចេញអ្នកខ្លះទៀតហ្នឹងគឺគ្រាន់តែនិយាយមួយម៉ាត់ថាអើយកុំទៅធ្វើអីវត្តហ្នឹងហ៎ពេលហ្នឹងឯងវណ្ណៈហ្នឹងគាត់មិនជឿទៅលើពាក្យទាំងអស់ហ្នឹងទេគាត់គ្រាន់តែគិតថាប្រហែលជារឿងនិទានដែលចាស់ហ្នឹងគាត់និយាយបង្កើតឡើងដើម្បីកុំឲ្យមនុស្សចូលទៅកាប់ព្រៃឈើហ្នឹងឯងប៉ុន្តែនៅពេលដែលពួកគេជួបលោកតាម្នាក់ដែលមានវ័យប្រហែលជា80ឆ្នាំហើយស្ថានភាពរបស់គាត់ហ្នឹងគឺចាប់ផ្ដើមផ្លាស់ប្ដូរលោកតាកំពុងតែអង្គុយក្រោមដើមពោធិ៍នៅមុខផ្ទះពេលហ្នឹងឯងវណ្ណៈក៏សួរពីដំណើរដើមតងនៃវត្តចាស់ហ្នឹងឯងហើយលោកតាគាត់ចាប់ផ្ដើមសម្លឹងមើលមុខអ្នកទាំង4ហ្នឹងឡើងយូររួចហើយគាត់ក៏បាននិយាយថាហើយពួកចាឯងហ្នឹងចង់ដឹងការពិតមែនហើយអ្នកទាំង4ហ្នឹងក៏ចាប់ផ្ដើមងក់ក្បាលលោកតាចាប់ផ្ដើមដកដង្ហើមធំវែងហើយគាត់ចាប់ផ្ដើមរៀបរាប់កាលពីជាង100ឆ្នាំមុនវត្តនោះធ្លាប់ជាវត្តធំជាងគេនៅក្នុងតំបន់មានព្រះសង្ឃច្រើនអង្គនិងអ្នកភូមិរាប់រយនាក់ដែលតែងតែមកធ្វើបុណ្យប៉ុន្តែថ្ងៃមួយមានភ្លៀងធំខ្យល់បោកបក់ពេញមួយយប់គ្មាននរណាម្នាក់គេហ៊ានចេញពីផ្ទះនោះឡើយព្រឹកឡើងអ្នកភូមិក៏ទៅវត្តដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃតែអ្វីដែលពួកគេបានឃើញគឺភាពស្ងាត់ចម្លែកគ្មានសំឡេងសូត្រធម៌គ្មានព្រះសង្ឃគ្មានសូម្បីតែឆ្កែឬក៏សត្វស្លាបណាមួយនោះឡើយព្រះសង្ឃទាំងអស់ត្រូវបានបាត់ខ្លួនដោយគ្មានដានក្រោយពីហេតុការណ៍ទាំងនោះមកអ្នកភូមិខ្លះហ្នឹងក៏បានចូលទៅស្វែងរកក៏ប៉ុន្តែម្នាក់តែងតែវិលត្រឡប់មកវិញដោយទឹកមុខភ័យខ្លាចហើយមិនព្រមប្រាប់ថាពួកគេបានឃើញអ្វីនោះឡើយមួយចំនួនទៀតមិនដែលបានត្រឡប់មកវិញនោះទេលោកតាក៏បានសម្លឹងទៅកាន់ព្រៃដែលនៅឆ្ងាយហ្នឹងណាហើយក៏បាននិយាយទាំងសំឡេងញ័រទៀតរហូតមកដល់សប្តាហ៍ថ្ងៃជារៀងរាល់យប់ថ្ងៃសិលគេនៅតែឮសំឡេងជួងវត្តឮចេញពីកណ្ដាលព្រៃបើទោះបីជាក្នុងវត្តនោះក៏មានមនុស្សរស់នៅអស់ជាង100ឆ្នាំហើយក៏ដោយនៅពេលនឹងឯងតារាគាត់ក៏បានសួរថាលោកតាធ្លាប់ឃើញផ្ទាល់អត់លោកតាហ្នឹងគាត់អត់បានឆ្លើយភ្លាមទេប៉ុន្តែប្រហែលជាមួយនាទីក្រោយមកគាត់ក៏បានលើកដៃអាវខាងឆ្វេងរបស់គាត់នឹងឡើងនៅលើដៃហ្នឹងគឺមានស្នាមកញ្ញៅ4ហើយមើលទៅដូចជាស្នាមរបស់សត្វអីមួយធំនឹងឯងដែលកញ្ញៅគាត់នេះខ្ញុំបានមកពីវត្តនោះកាលពីខ្ញុំនៅក្មេងនៅពេលនឹងឯងអ្នកទាំង4ចាប់ផ្ដើមសម្លឹងមកគ្នាក៏ប៉ុន្តែគាត់នៅតែមិនទាន់ជឿនៅមុនពេលដែលពួកគាត់ចាក់ចេញហ្នឹងលោកតាបាននិយាយប្រយោគមួយដែលធ្វើឲ្យពេលហ្នឹងខ្យល់ស្ងប់ស្ងាត់ភ្លាមនឹងឯងបើពួកឯងពិតជាទៅចូលចាំពាក្យខ្ញុំមួយបើឮអ្នកណាហៅឈ្មោះតាហាមផ្ដាច់កុំឆ្លើយឲ្យសោះបើឃើញព្រះសង្ឃហៅកុំដើរតាមហើយបើជួបជួងវត្តបន្លឺសំឡេងទាំងកណ្ដាលព្រៃឬក៏កណ្ដាលអាត្រៀតចូលរត់ឲ្យឆ្ងាយឲ្យផុតលឿនទៅ
ពេលនឹងឯងវណ្ណៈគាត់គ្រាន់តែសើចហើយគាត់បាននិយាយថាបើមានខ្មោចពិតមែនខ្ញុំចង់ឃើញវាម្ដងដែរលោកតាហើយនៅថ្ងៃបន្ទាប់ហ្នឹងពួកគេក៏បានរៀបចំកាមេរ៉ាអំពូលភ្លើង drone អាហារនិងតង់សម្រាប់ស្នាក់នៅពេលយប់ពួកគាត់នឹងមានគម្រោងចូលទៅថតរហូតដល់ព្រឹកដើម្បីបញ្ជាក់ថាវត្តនោះគ្មានអីគួរឲ្យខ្លាចដូចពាក្យចចាមអារាមបាននិយាយនៅម៉ោង8ព្រឹកពួកគាត់ក៏បានចេញដំណើរហើយផ្លូវកាត់ចូលទៅវត្តហ្នឹងគឺវាជ្រៅហើយព្រៃកាន់តែក្រាស់ហើយសំឡេងសត្វហ្នឹងគឺធ្លាប់តែឮពីដំបូងហ្នឹងក៏ចាប់ផ្ដើមស្ងាត់ទៅបន្តិចម្ដងហើយបន្ទាប់ពីដើរអស់រយៈពេលជិត3ម៉ោងពួកគេក៏បានឃើញខ្លោងទ្វារថ្មបុរាណមួយដែលមើលទៅពោពេញទៅដោយអានឹងវល្លិនិងស្មៅស្លែដុសកាន់ពេញនឹងឯងហើយអក្សរនៅលើផ្ទាំងថ្មហ្នឹងគឺនិយាយទៅស្ទើរតែអានអត់ចេញហើយវណ្ណៈហ្នឹងក៏បានលូកដែងទៅជូតអាដីដែលនៅលើហ្នឹងហើយអក្សរហ្នឹងក៏បានចេញមកណាវត្តព្រះច័ន្ទអន្តកាខណៈដល់ពេលហ្នឹងឯងអ្នកទាំង4កំពុងតែឈរមើលដល់ភាពភ្ញាក់ផ្អើលហ្នឹងក៏ស្រាប់តែមានខ្យល់បក់មកភពពីក្នុងវត្តហ្នឹងចេញមកកាត់ពួកគាត់ហ្នឹងឯងទាំងដែលនៅខាងក្រៅគឺកំពុងតែក្តៅខ្លាំងប៉ុន្តែខ្យល់ហ្នឹងវាត្រជាក់និយាយទៅស្ទើរតែដូចម៉ាស៊ីនត្រជាក់លេខ16អញ្ចឹងពេលហ្នឹងឯងតារ៉ូគាត់ងាកទៅមើលជុំវិញហ្នឹងណែមានណាគេបើកទ្វារវត្តទេពេលហ្នឹងឯងមិនទាន់ទាំងមានពីណាគេឆ្លើយផងហ្នឹងក៏លឺសំឡេងប៉ាំងសំឡេងទ្វារគឺជាសំឡេងទ្វារឈើចាស់ធំគឺវាលឺចេញមកពីខាងក្នុងវត្តហ្នឹងឯងបន្ទាប់មកអាទ្វារដែលបានបិទអស់រយៈពេលជាង100ឆ្នាំហ្នឹងក៏ចាប់ផ្ដើមបើកយឺតគឺអត់មានពីណាគេមកប៉ះពាល់សូម្បីតែបន្តិចហើយអាទ្វារឈើដ៏ធំដែលគ្របដណ្ដប់ដោយស្លែនិងវល្លិនឹងឯងក៏បានបើកយឺតព្រមគ្នាជាមួយនឹងអាសំឡេងក្រេតក្រតនឹងស្ដាប់ទៅគឺឲ្យព្រឺព្រួចមែនតើណាហើយពេលហ្នឹងអ្នកទាំង4ក៏ឈរនៅស្ងៀមអត់មាននរណាម្នាក់ហ្នឹងនិយាយអីទេពេលហ្នឹងឯងវណ្ណៈហ្នឹងចាប់ផ្ដើមលេបទឹកមាត់ឡើងស្ងួតទៅហើយណែប្រហែលជាខ្យល់ទេហើយទ្វារចាស់ហើយហ្នឹងទោះបីជានិយាយប្រមាណម៉ាត់នឹងក៏ដោយក៏ប៉ុន្តែទឹកមុខរបស់ពួកគាត់នឹងបង្ហាញថាគឺមិនសូវជឿជាក់លើពាក្យរបស់ខ្លួនឯងប្រមាណទេគឺថា50ហើយនៅពេលហ្នឹងឯងរ៉ាក៏បានលើកកាមេរ៉ាថតជាប់ជានិច្ចហើយដារ៉ូនឹងគឺកាន់ភ្លើង7ចំណែកឯភ័ក្រហ្នឹងគឺដើរនៅពីក្រោយគេបំផុតព្រោះចាប់តាំងពីឈានជើងចូលដល់ចិត្តវត្តហ្នឹងគាត់មានអារម្មណ៍ដូចជាមាននរណាម្នាក់នឹងកំពុងតែឈរសម្លឹងគាត់ពីចម្ងាយហើយនៅពេលដែលអ្នកទាំង4នឹងដើរឆ្លងផុតខ្លោងទ្វារហ្នឹងគឺមានអាកាសធាតុផ្លាស់ប្ដូរភ្លាមអាខ្យល់ត្រជាក់ហ្នឹងគឺវាអត់ទៅណាទេហើយអាសំឡេងសត្វស្លាបដែលគាត់ធ្លាប់បានឮពីខាងក្រៅមកគឺស្ងាត់បាត់អស់សូម្បីតែសំឡេងស្លឹកឈើក៏វាអត់ឮដែរហើយអាភាពស្ងាត់ហ្នឹងឯងគឺធ្វើឲ្យពួកគាត់ហ្នឹងឮតែសំឡេងស្នាមដានជើងរបស់ពួកគាត់ហ្នឹងឯងនៅកណ្ដាលវត្តហ្នឹងមានព្រះវិហារចាស់មួយដែលដំបូលហ្នឹងគឺបាក់បែកអស់ហើយមួយចំហៀងហើយអារូបសំណាក់សត្វនាគនៅចណ្ដើរហ្នឹងក៏បែកបាក់ខ្ទេចអស់ដែរហើយមានដើមពោធិ៍មួយហ្នឹងដុះចេញពីអញ្ចាំងគឺចាក់ឫសហ្នឹងគឺចង់ធ្លាយថ្មខាងក្នុងហ្នឹងហើយពេលហ្នឹងឯងវណ្ណៈគាត់សម្លឹងជុំវិញហ្នឹងឯងគាត់និយាយថាណែនៅកន្លែងនេះប្រហែលជាគ្មានណាគេចូលមកដល់ជាង100ឆ្នាំហើយមើលទៅប៉ុន្តែនៅពេលហ្នឹងឯងតារាហ្នឹងក៏គាត់សម្លឹងទៅមើលទៅដីនោះបើគ្មានអ្នកណាចូលមកហើយចុះស្នាមជើងរបស់ពីណាគេពេលហ្នឹងឯងអ្នកទាំង4ហ្នឹងក៏បានប្រចាំងពិលទៅដីហ្នឹងឯងពិតមែនហើយអានៅលើធូលីដីក្រាស់ក្រាងគឺមានស្នាមជើងមនុស្សជាច្រើនអ្វីដែលចម្លែកនោះគឺស្នាមជើងទាំងអស់គឺសុទ្ធតែដើរចូលមកក្នុងព្រះវិហារនឹងឯងប៉ុន្តែគ្មានស្នាមជើងដែលត្រូវដើរចេញវិញទេពេលហ្នឹងឯងដារ៉ូគាត់ព្យាយាមសើចដើម្បីបំបត្តិភាពភ័យខ្លាចប្រហែលជាអ្នករកឃ្មុំឬក៏អ្នកដែលគេកាប់ឈើដឹងពេលហ្នឹងឯងភ័ក្រហ្នឹងគាត់ចាប់ផ្ដើមកវីក្បាលណែបើជាមនុស្សពួកគេត្រូវតែដើរចេញវិញហើយមិនមែនមានតែស្នាមជើងដើរចូលបែបហ្នឹងទេពេលហ្នឹងឯងបងប្អូនអ្នកគ្នាអត់មានពីណាគេឆ្លើយទេពេលហ្នឹងអ្នកទាំង4ហ្នឹងបន្តដំណើរដើរចិនដើរឡើងលើព្រះវិហារហើយនៅក្នុងនោះគឺងងឹតឈឹងតែម្ដងអត់ឃើញអីទេនៅពេលពលឺពិលបាញ់ចុះទៅមុខហ្នឹងពួកគេហ្នឹងក៏បានឃើញរូបព្រះដ៏ធំមួយអង្គគឺនៅលើបល្ល័ង្កហើយរូបព្រះហ្នឹងនៅស្ងៀមប៉ុន្តែអ្នកទាំង4ហ្នឹងមានអារម្មណ៍ថាដូចជាព្រះនេត្ររបស់ព្រះហ្នឹងកំពុងតែសម្លឹងមកកាន់ពួកគាត់ពេលនឹងឯងរ៉ាគាត់ចាប់ផ្ដើមថតចិត្តនឹងឯងពេលនឹងឯងអាអេក្រង់កាមេរ៉ារបស់គាត់ហ្នឹងរូបភាពមើលទៅដូចជាព្រិលហើយសំឡេងក៏ប្រែទៅជាស្អកហើយពេលនឹងឯងវណ្ណៈសួរអត់មានសញ្ញាមែនពេលនឹងឯងរ៉ាគាត់សម្លឹងទៅអេក្រង់មិនមែនទេថ្មនៅពេញនៅភ្លាមនឹងឯងរ៉ាក៏បានស្រែកឡើងមានមនុស្សហើយអ្នកទាំងអស់គ្នាហ្នឹងក៏រត់ទៅមើលអេក្រង់កាមេរ៉ានៅក្នុងអេក្រង់ហ្នឹងមានមនុស្សម្នាក់កំពុងតែក្រងស្បង់ជីវរពណ៌ស្អាប់ឈរនៅពីខាងក្រោយសុភ័ក្រ
ហើយបរោះនោះឯងស្គមខ្លាំងមែនទែនមុខឡើងស្លេកភ្នែកខ្មៅទាំងស្រុងប៉ុន្តែពួកអ្នកទាំងអស់គ្នាបានងាកទៅមើលនៅខាងក្រៅសុភ័ក្រហ្នឹងគឺអត់មានឃើញពីណាឈរនៅកន្លែងហ្នឹងទេនៅពេលហ្នឹងឯងដារ៉ូគាត់ខ្សឹបថាណែចេញពីកន្លែងហ្នឹងទៅវើយវណ្ណៈគាត់អត់ព្រមទេអូយប្រហែលជាកាមេរ៉ាខូចទេដើម្បីបញ្ជាក់គាត់ក៏បានយកទូរស័ព្ទមកថតជំនួសវិញប៉ុន្តែនៅក្នុងទូរស័ព្ទហ្នឹងក៏ឃើញរូបដដែលឃើញព្រះសង្ឃអង្គនោះឯងឈរនៅពីក្រៅសុភ័ក្រតែនៅពេលដែលងាកមើលភ្លាមផ្ទាល់ហ្នឹងគឺអត់មានអីទេសុភ័ក្រចាប់ផ្ដើមបែកញើសខ្នងហើយពេលហ្នឹងគាត់មានអារម្មណ៍ថាមានខ្យល់ត្រជាក់កំពុងតែបោកបក់ប៉ះកញ្ចឹងកគាត់ហើយវាដូចជាមានពីណាគេម្នាក់នឹងឈរនៅក្បែរគាត់ចិត្តមែនតើនៅពេលហ្នឹងឯងក៏ស្រាប់តែមានឮសំឡេងគោះដូចជាសំឡេងគោះក្តារគោះឈើអីចឹងឯងឮពីខាងក្រៅពីព្រះវិហារពេលហ្នឹងអ្នកទាំង4ក៏សម្លឹងមកគ្នាវណ្ណៈចាប់ផ្ដើមលេបទឹកមាត់ហេពួកឯងឮអត់ពេលហ្នឹងគ្រប់គ្នាក៏ងក់ក្បាលបញ្ជាក់ថាសំឡេងទាំងអស់ហ្នឹងគឺពួកគាត់ក៏ឮដូចគ្នាហើយបន្ទាប់មកសំឡេងហ្នឹងក៏ឮទៀតលើកហ្នឹងវាដូចជាឮចេញពីក្នុងកុដិចាស់មួយដែលនៅចម្ងាយប្រហែលជា20ម៉ែត្រពីពួកគាត់នៅពេលហ្នឹងឯងពួកគាត់បានដើរយឺតទៅកាន់កុដិហ្នឹងឯងហើយទ្វារកុដិហ្នឹងបិទជិតពង្អួចបែកបាក់ខ្ទេចខ្ទីហើយស្លែហ្នឹងគឺកាន់ដុសស្នឹមអស់ហើយតាមជាងហ្នឹងឯងវណ្ណៈក៏យកដៃទៅរុញទ្វារវាលន់សុកក្រែកទៅនឹងឯងហើយទ្វារបើកចេញមកហ្នឹងគឺសុទ្ធតែដីពេញនឹងឯងនៅខាងក្នុងមានតុឈើចាស់មួយមានអាសនៈប្រសង់និងចានបាយ4ដែលដាក់នៅទម្រាបគ្នាយ៉ាងស្អាតតក់ស្លុតខ្លាំងហ្នឹងគឺនៅក្នុងចានបាយទាំង4ហ្នឹងមានផ្សែងក្តៅហុយកំពុងតែហុយឡើងវាដូចជាអាហារឬក៏បាយហ្នឹងវាទៅតែដួសដាក់ចូលទៅក្នុងចានវាមិនដល់1នាទីផងពេលហ្នឹងឯងអ្នកទាំង4ហ្នឹងមិនទាន់បាននឹងនិយាយអីផងក៏ស្រាប់តែមានសំឡេងសូត្រធម៌មិនខ្លាំងទេឮសំឡេងសូត្រធម៌តិចយឺតឮឡើងហ្នឹងពីខាងក្រោយកុដិសំឡេងនោះវាកាន់តែខ្លាំងឡើងវាដូចជាព្រះសង្ឃរាប់សិបអង្គនឹងកំពុងតែសូត្រធម៌នៅក្នុងពេលតែមួយពេលហ្នឹងវណ្ណៈគាត់ប្រចាំងពិលទៅរកអាប្រភពសំឡេងហ្នឹងណាគឺប្រចាំងពិលទៅហ្នឹងគឺប៉ះតាំងជាងទេហើយនៅខាងក្រោយជញ្ជាំងនេះគឺមានសមោលព្រះសង្ឃជាច្រើនអង្គកំពុងតែអង្គុយសូត្រធម៌ប៉ុន្តែនៅក្នុងបន្ទប់ហ្នឹងគ្មានមនុស្សណាម្នាក់ទេហើយសមោលព្រះសង្ឃរាប់សិបអង្គនៅលើជញ្ជាំងហ្នឹងគឺដូចជាកំពុងតែអង្គុយសូត្រធម៌យ៉ាងស្ងប់ស្ងាត់ប៉ុន្តែនៅក្នុងបន្ទប់ហ្នឹងគ្មានមនុស្សសូម្បីតែម្នាក់ពេលហ្នឹងរ៉ាគាត់បញ្ញាប់លើកាមេរ៉ាថតនៅក្នុងអេក្រង់ក៏នៅតែឃើញសមោលទាំងអស់នោះច្បាស់ដដែលប៉ុន្តែអ្វីដែលកាន់តែចម្លែកគឺសមោលទាំងនោះកំពុងតែធ្វើចលនាបន្តិចម្ដងវាដូចជាមនុស្សពិតពេលហ្នឹងដារ៉ូគាត់ខ្សឹបដោយសំឡេងញ័រណាខ្ញុំចង់នៅកន្លែងហ្នឹងទៀតទេពេលហ្នឹងសុភ័ក្រគាត់ក៏ងក់ក្បាលយើងគួរតែត្រឡប់ទៅវិញហីកុំឲ្យយប់ទាន់ប៉ុន្តែពេលហ្នឹងវណ្ណៈគាត់អត់ព្រមទេគាត់បាននិយាយថាយើងដើរមកឆ្ងាយដល់កន្លែងហ្នឹងហើយបើត្រឡប់ទៅវិញឥឡូវវាគ្មានអ្នកណាគេជឿថាយើងមកដល់វត្តនឹងពិតទេចាំថតដល់ព្រឹកសិនចាំចេញទៅវិញពេលហ្នឹងឯងរ៉ាក៏យល់ស្របពីព្រោះគិតថាប្រហែលជាអ្វីដែលពួកគាត់បានឃើញគឺអាចបកស្រាយតាមតែវិទ្យាសាស្ត្របាននៅចុងក្រោយអ្នកទាំង4ក៏សម្រេចទៅបោះតង់នៅទីធ្លាខាងមុខព្រះវិហារនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចតិចទៅហ្នឹងពន្លឺក្រហមក៏បានចាំងមកលើអញ្ចាំងវត្តចាស់នឹងឯងប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់ចាប់អារម្មណ៍ហ្នឹងគឺគ្មានសត្វណាមួយបញ្ចេញសំឡេងទេសូម្បីតែចង្រិតដែលតែងតែយប់នៅពេលយប់ក៏ស្ងាត់ឈឹងដែររួចហើយវណ្ណៈគាត់និយាយទាំងមើលជុំវិញហ្នឹងណាខ្ញុំមិនដែលឃើញព្រៃណាស្ងាត់បែបហ្នឹងឯនេះពេលដែលកំពុងតែរៀបចំអាហារពេលល្ងាចរួចរាល់ហ្នឹងអ្នកទាំង4ក៏អង្គុយជុំគ្នាអារ៉ាចាប់ផ្ដើមបើកកាមេរ៉ាដើម្បីពិនិត្យមើលវីដេអូដែលពួកគាត់ថតបានកាលពីអាសៀលហ្នឹងហើយដំបូងគ្រប់យ៉ាងគឺនៅធម្មតាប៉ុន្តែនៅពេលដល់ឈុតដែលពួកគាត់ចូលព្រះវិហារហ្នឹងអ្នកទាំង4ក៏ស្រាប់តែស្ងៀមពួកនៅក្នុងវីដេអូមិនមែនមានតែពួកគាត់ទាំង4នាក់ទេនៅពីក្រោយពួកគាត់មានព្រះសង្ឃជាច្រើនអង្គកំពុងតែឈរជាជួរព្រះសង្ឃទាំងនោះមិនធ្វើចលនាអីទេគឺគ្រាន់តែឈរសម្លឹងមើលមកកាមេរ៉ាអ្វីដែលពួកគាត់គួរឲ្យខ្លាចហ្នឹងគឺនៅវីដេអូបន្តហ្នឹងចំនួនព្រះសង្ឃកាន់តែច្រើនគឺពី1អង្គទៅ5អង្គ10អង្គរហូតដល់ពេញវិហារដារ៉ូគាត់បិទកាមេរ៉ាភ្លាមខ្ញុំអត់មើលទៀតទេហើយអានៅពេលយប់ក៏ចូលមកដល់ម៉ោងជិត12យប់ពេលនឹងឯងអាខ្យល់ត្រជាក់នឹងកាន់តែខ្លាំងក៏ស្រាប់តែមានសំឡេងមួយបានឮឡើងគឺសំឡេងជួងពេលនឹងឯងអ្នកទាំង4ក៏ស្ទុះក្រោកឡើងភ្លាមហើយម្នាក់ហ្នឹងក៏ឮសំឡេងនឹងឯងហើយបន្ទាប់មកអាសំឡេងគឺឮម្ដងទៀតលើកនឹងឯងវាឮច្បាស់ជាងមុនសំឡេងនឹងមិនមែនមកពីឆ្ងាយទេគឺវាមកពីក្នុងវត្តពេលនឹងឯងសុភ័ក្រសម្លឹងទៅអាប៉មជួងនឹងឯង
ជួងចាស់នោះគាត់នៅស្ងៀមអត់មានពីណាវាយទេប៉ុន្តែសំឡេងនៅតែលឺពេលហ្នឹងដារ៉ូចាប់ដៃវណ្ណៈណែយើងចេញពីវត្តដល់ឥឡូវទៅណាវណ្ណៈគាត់អត់ទាន់ឆ្លើយទេគាត់ស្រាប់តែមានសំឡេងជើងដើរស្រាប់សំឡេងហ្នឹងគឺចេញពីផ្លូវធំដែលនាំចូលវត្តនឹងឯងពេលហ្នឹងឯងរ៉ាគាត់ប្រចាំងពិលទៅអាផ្លូវហ្នឹងគឺដំបូងអត់ឃើញអីទេប៉ុន្តែគាត់ប្រចាំងម្ដងទៀតមកអានៅក្នុងអាប់ហ្នឹងមានសមោលមនុស្សគឺមានសមោលមនុស្សមួយបន្ទាប់មក2 3 4 5ហើយបន្ទាប់មកទៀតគឺឃើញកាន់តែច្រើនពួកគាត់គឺដើរតម្រៀបជួរគ្នាជាជួរអត់និយាយអីទេគឺដើរមកកាន់តែជិតអាពលឺហ្នឹងក៏បង្ហាញកាន់តែច្បាស់ថាពួកគេសុទ្ធតែជាព្រះសង្ឃហើយព្រះសង្ឃទាំងអស់នោះគឺក្រងស្បង់ពណ៌ស្អាប់ដែលចាស់ខ្លាំងមែនទែនចំណែកឯព្រះភ័ក្ត្រហ្នឹងគឺស្លេកដូចជាមនុស្សស្លាប់ព្រះនេត្រហ្នឹងខ្មៅទាំងស្រុងហើយព្រះអង្គទាំងអស់ហ្នឹងដើរយឺតឆ្ពោះទៅកាន់ព្រះវិហារគ្មានអង្គណាមួយងាកមើលពួកគាត់ទាំង4នាក់នឹងទេវាដូចជាពួកគេនឹងកំពុងតែធ្វើពិធីអីមួយដែលកើតឡើងដដែលរាល់យប់ពេលហ្នឹងអ្នកទាំង4ហ្នឹងលាក់ខ្លួននៅខាងក្រៅជញ្ជាំងនឹងបាត់គ្មាននរណាម្នាក់ហ៊ានដកដង្ហើមខ្លាំងទេនៅពេលដែលព្រះសង្ឃអង្គចុងក្រោយហ្នឹងដើរកាត់ក៏ស្រាប់តែអង្គនោះឯងឈប់ព្រះអង្គក៏ងាកមកយឺតហើយងាកមករកកន្លែងដែលពួកគាត់ទាំង4នាក់កំពុងតែពួនទោះបីជាមានភាពងងឹតយ៉ាងណាក៏ដោយប៉ុន្តែអ្នកទាំង4ហ្នឹងអាចមើលឃើញច្បាស់ថាព្រះភ័ក្ត្ររបស់ព្រះអង្គហ្នឹងគឺគ្មានភ្នែកគ្មានច្រមុះគ្មានមាត់គឺមានតែផ្ទៃមុខសំប៉ែតដូចជាថាអញ្ចឹងឯងពេលហ្នឹងដារ៉ូគាត់ភ័យមែនទែនស្ទើរតែនឹងស្រែកហើយប៉ុន្តែពេលហ្នឹងវណ្ណៈគាត់បានយកដៃបិទមាត់គេភ្លាមគឺប្រមាណវិនាទីក្រោយមកព្រះសង្ឃទាំងអស់ហ្នឹងក៏បន្តដំណើរចូលទៅក្នុងព្រះវិហារពេលដែលអ្នកទាំង4ហ្នឹងគិតថាផុតគ្រោះហើយក៏ស្រាប់តែសុភ័ក្រហ្នឹងបាននិយាយដោយសំឡេងមួយថាណែអ្នកទាំង3វណ្ណៈរ៉ាដារ៉ូពួកគេទាំង3នាក់ក៏ងាកនៅពេលហ្នឹងឯងសុភ័ក្រកំពុងតែឈរឡើងត្រង់ហើយទឹកមុខគ្មានអារម្មណ៍ទេហើយគាត់នឹងចាប់ផ្ដើមដើរចេញពីកន្លែងដែលពួនហ្នឹងគឺសំដៅទៅរកព្រះវិហារនឹងឯងវណ្ណៈចាប់ដៃគាត់ជាប់ភ័ក្រឯតាណាសុភ័ក្រអត់ឆ្លើយទេគាត់និយាយតែមួយម៉ាត់ទេដោយសំឡេងមិនមែនជាសំឡេងរបស់ភ័ក្រទេព្រះគ្រូកំពុងតែរងចាំបន្ទាប់មកហ្នឹងគាត់ក៏រុញវណ្ណៈចេញយ៉ាងខ្លាំងហើយដើរតាមព្រះសង្ឃដែលកំពុងតែដើរចូលទៅក្នុងព្រះវិហារដោយអត់បានងាកក្រោយសូម្បីតែម្ដងហើយសុភ័ក្រហ្នឹងនិយាយដដែលដោយសំឡេងស្មើវាដូចជាមនុស្សហ្នឹងកំពុងតែដេកហើយដើរពេលនឹងឯងវណ្ណៈគាត់ស្ទុះទៅចាប់ស្មាគាត់ភ្លាមភ័ក្រហើយដឹងខ្លួនអត់ប៉ុន្តែភ័ក្រហ្នឹងអត់តបអីសោះភ្នែករបស់គាត់ហ្នឹងគឺសម្លឹងត្រង់ទៅមុខគឺអត់មានកលិចកលាប់អីទេហើយពេលនឹងឯងគាត់ដើរយឺតឆ្ពោះទៅកាន់ព្រះវិហារនឹងដែររ៉ាដារ៉ូក៏រត់ទៅជួយទាញហើយពួកគាត់3នាក់ហ្នឹងប្រឹងទាញមនុស្សម្នាក់នឹងឯងតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសុភ័ក្រមានកម្លាំងខ្លាំងខុសពីធម្មតាគាត់រុញអ្នកទាំង3នឹងឯងដួលចងាប់ចងល់ទៅនឹងដីនឹងឯងបន្ទាប់មកគាត់ក៏បានបន្តដើរចូលទៅក្នុងព្រះវិហារនៅពេលដែលសុភ័ក្រកំពុងតែឆ្លងផុតមាត់វិហារនឹងឯងក៏ឮសំឡេងមួយគឺទ្វារហ្នឹងក៏បានបើកយ៉ាងខ្លាំងដល់ខ្លួនឯងហើយពេលហ្នឹងអ្នកទាំង3ក៏ស្ទុះទៅរុញទ្វារប៉ុន្តែទ្វារហ្នឹងវាដូចជាធ្ងន់រាប់សិបតោនយ៉ាងឯងមិនថាប្រឹងយ៉ាងណាទេក៏មិនអាចរើរួចសំបីតែបន្តិចពេលនឹងឯងវណ្ណៈគាត់ស្រែកឡើងខ្លាំងមែនទែនសុភ័ក្រតែអត់មានឆ្លើយទេមានសំឡេងសូត្រធម៌ដែលលឺចេញពីខាងក្នុងនោះកាន់តែខ្លាំងឡើងពេលនឹងឯងរ៉ាគាត់បញ្ញាប់យកកាមេរ៉ាមកថតតាមអាប្រហោងប្រឡោះតូចហ្នឹងដល់ពេលដែលមើលតាមអេក្រង់ហ្នឹងអ្នកទាំង3ហ្នឹងគឺស្ទើរតែបាទដកដង្ហើមមករួចពួននៅក្នុងព្រះវិហារនឹងព្រះសង្ឃដែលរាប់សិបអង្គកំពុងតែអង្គុយជាមួយយ៉ាងស្ងៀមស្ងាត់ហើយពេលនឹងឯងសុភ័ក្រកំពុងតែដើរចូលទៅកាន់រូបព្រះដ៏ធំនឹងនៅពេលដែលទៅដល់គាត់ក៏លុតជង្គង់ចុះហើយនៅភ្លាមនោះឯងព្រះសង្ឃទាំងអស់នោះក៏ឈប់សូត្រធម៌ក្នុងពេលតែមួយទាំងអស់គ្នាហើយពេលនឹងឯងអាភាពស្ងប់ស្ងាត់ហ្នឹងគឺនៅពេញវិហារហ្នឹងអត់មានឮសំឡេងអីទេបន្ទាប់ពីស្ងាត់អស់ប្រហែលជាប្រមាណនាទីមកក៏ស្រាប់តែមានសំឡេងមនុស្សចាស់ម្នាក់និយាយនៅខាងក្នុងហ្នឹងឯងមិនទាន់ដល់ពេលទេពេលហ្នឹងអ្នកទាំង3ក៏ចាប់ផ្ដើមមើលមុខគ្នាសំឡេងហ្នឹងមិនឮខ្លាំងទេប៉ុន្តែវាឮច្បាស់នាំគ្នាត្រឡប់ទៅវិញបងប្អូនអរគ្នានៅពេលហ្នឹងទ្វារព្រះវិហារហ្នឹងក៏បើកចេញវិញយឺតវណ្ណៈគាត់រត់ចូលទៅមុនគេប៉ុន្តែអ្វីដែលគាត់ឃើញគឺធ្វើឲ្យគាត់ហ្នឹងឈប់នៅកន្លែងហ្នឹងមួយកន្លែងនៅក្នុងព្រះវិហារហ្នឹងគ្មានព្រះសង្ឃសំបីតែមួយអង្គគ្មានសំឡេងសូត្រធម៌ហើយក៏អត់មានមនុស្សឯដែរគឺនៅសល់តែសុភ័ក្រម្នាក់ឯងកំពុងតែដេកស្លាប់នៅខាងមុខរូបព្រះនឹងឯងប៉ុន្តែអ្នកទាំង3ក៏បញ្ញាប់លើកពួកគាត់ចេញមកខាងក្រៅភ្លាមប្រហែលជា10នាទីក្រោយមកសុភ័ក្រក៏គាត់ភ្ញាក់ដឹងខ្លួនឡើងខ្ញុំនៅណាគាត់សួរអ្នកទាំង3នេះដោយងឿងឆ្ងល់អញ្ចឹងពេលហ្នឹងវណ្ណៈថាហើយអត់ចាំអីទេអីប្រាំងគាត់ក៏វិក្បាល
ខ្ញុំចាំបានត្រឹមតែពេលយើងអង្គុយញ៉ាំបាយបន្ទាប់មកខ្ញុំអត់ដឹងអីទៀតផងអ្នកទាំង3ហ្នឹងគាត់អត់ប្រាប់អីទេពួកគាត់ហ្នឹងក៏បានត្រឹមតែជួយសុភ័ក្រហ្នឹងឲ្យអង្គុយសម្រាកនឹងឯងប៉ុន្តែរ៉ាចាប់ផ្ដើមឃើញអីមួយហើយនៅលើកញ្ចឹងករបស់សុភ័ក្រហ្នឹងមានស្នាមមួយដូចជាគំនូរបុរាណចឹងវាមានរាងជារង្វង់ហើយមានអក្សរបុរាណតូចៗនៅជុំវិញនឹងឯងពេលនឹងឯងរ៉ាគាត់សួរណែហើយជិះនឹងស្នាមអីគេសុភ័ក្រហ្នឹងគាត់ក៏យកដៃទៅស្ទាបគាត់អត់ដឹងគាត់និយាយថាខ្ញុំអត់ដឹងផងពេលនឹងឯងគាត់ហាក់ដូចជាមិនមានអារម្មណ៍អីឈឺសូម្បីតែបន្តិចវណ្ណៈគាត់ថាប្រហែលជាត្រូវមែកឈើមែកអីកោសហើយតែដារ៉ូគាត់បាយជានិយាយថាខ្ញុំមិនគិតអញ្ចឹងទេបងប្អូនអរគ្នាស្រាប់ដល់ពេលចិត្តភ្លឺអ្នកទាំង4ហ្នឹងក៏សម្រេចចិត្តចាក់ចេញពីវត្តនឹងភ្លាមគ្មាននរណាចង់ស្នាក់នៅកន្លែងនឹងទៀតទេប៉ុន្តែអ្វីដែលចម្លែកគឺពួកគេបានដើរអស់ជិត1ម៉ោងក៏នៅតែឃើញព្រះវិហារនៅពីក្រោយខ្នងគាត់ដដែលដល់ពេលដែលគាត់បន្តដើរទៀតក៏នៅតែឃើញខ្លោងទ្វារនឹងវត្តនឹងដដែលដែរវាដូចជាពួកគេនឹងដើរវិលជុំនៅក្នុងកន្លែងតែមួយដារ៉ូគាត់ចាប់ផ្ដើមភ័យហើយណែយើងវិញផ្លូវហើយបើកជីផ្អេសក្នុងទូរស័ព្ទនៅពេលនឹងឯងអេក្រង់បង្ហាញពាក្យតែមួយគឺมันអាចកំណត់ទីតាំងបាននោះទេទូរស័ព្ទរបស់អ្នកទាំង4ក៏ដូចគ្នាទាំងអស់គ្មានសេវាសញ្ញាអ៊ីនធឺណិតគឺតៅអីគឺអត់មានទាំងអស់ពេលហ្នឹងវណ្ណៈគាត់ក៏សម្រេចឡើងដើមឈើខ្ពស់មួយដើម្បីរកមើលផ្លូវប៉ុន្តែនៅពេលដែលគាត់ឡើងដល់កំពូលនៅអាចុងមែកឈើហើយហ្នឹងគាត់ឃើញតែអាព្រៃក្បាស់ព្រៃក្រាស់លាតសន្ធឹងនឹងឯងអត់មានឃើញទិសតំបន់អីទេហើយនៅកណ្ដាលព្រៃមានតែដំបូលព្រះវិហារចាស់មួយនឹងឯងវាដូចជាវត្តនឹងមិនអនុញ្ញាតឲ្យពួកគាត់នឹងចាក់ចេញពីកន្លែងនឹងទេនៅពេលដែលវណ្ណៈចុះមកវិញហ្នឹងគាត់ក៏ស្រាប់តែឃើញសុភ័ក្រហ្នឹងកំពុងតែឈរម្នាក់ឯងនៅមុខដងចាស់មួយនៅក្បែរវិហារគាត់ទៅឈរស្ងៀមហើយអត់កម្រើកហើយបាននិយាយដោយសំឡេងតិចណាព្រះគ្រូប្រាប់ថានៅក្រោមបណ្ដូងព្រះវិហារនៅមានអ្វីមួយដែលមិនគួរឲ្យអ្នកណាបើកវាចេញពេលហ្នឹងអ្នកទាំង3ចាប់ផ្ដើមសម្លឹងមុខគ្នាហើយគឺព្រោះពេលហ្នឹងសុភ័ក្រមិនដែលដឹងថាមានអីនៅក្រោមព្រះវិហារទេតើគាត់បានឮរឿងហ្នឹងមកពីណានៅពេលហ្នឹងឯងសុភ័ក្រគាត់ចាប់ផ្ដើមងាកមកពួកគេហើយទឹកមុខហ្នឹងគឺដូចជាមនុស្សទឹកភ្ញាក់ពីដេកខ្ញុំក៏អត់ដឹងដែរពេលហ្នឹងឯងគាត់ក៏យកដៃហ្នឹងចុចក្បាលរបស់ខ្លួនឯងដូចជាមានអ្នកណាម្នាក់កំពុងតែនិយាយនៅក្នុងខួរក្បាលខ្ញុំអញ្ចឹងពេលហ្នឹងស្រាប់តែអ្នកទាំង3ហ្នឹងមិនដឹងថានិយាយអីទេពួកគាត់ដឹងថាចាប់តាំងពីសុភ័ក្រចូលទៅក្នុងព្រះវិហារមកគាត់មិនមែនជាមនុស្សដូចមុនទៀតទេហើយដងចាស់ដែលសុភ័ក្រកំពុងតែឈរនោះមានរង្វង់ថ្មធំព័ទ្ធជុំវិញហើយទឹកនៅក្នុងដងឡើងខ្មៅនិយាយទៅមើលអត់ឃើញបានទេហើយដារ៉ូគាត់ចាប់ផ្ដើមយកដុំថ្មមួយដុំហ្នឹងគប់ទៅក្នុងទឹកនឹងឯងស្រាប់តែ 2-3 នាទីក្រោយមកហ្នឹងប៉ុន្តែអត់មានឮសំឡេងថ្មហ្នឹងធ្លាក់ចូលទៅក្នុងទឹកដងហ្នឹងទេហើយពេលហ្នឹងឯងរ៉ាគាត់បាននិយាយចុះគប់មួយថ្ងៃហើយអត់មានឮសំឡេងធ្លាក់ចូលទឹកចឹងមិនក៏ជ្រៅមែនដល់ភ្លាមនោះឯងសុភ័ក្រគាត់បានលើកដៃចង្អុលទៅខាងក្រោយដងមិនមែនទីនោះទេផ្លូវចូលនៅទីនេះអ្នកទាំង3ក៏ងាកទៅមើលនៅក្រោមស្មៅក្រាស់ហ្នឹងមានផ្ទាំងថ្មរាងការ៉េមួយដែលគ្របដោយស្លែដុះច្រើននឹងឯងហើយពេលនឹងឯងវណ្ណៈហ្នឹងហេដារ៉ូក៏ប្រឹងលើកឡើងហ្នឹងឯងរើអាផ្ទាំងថ្មនឹងចេញខណៈដែលពេលហ្នឹងខ្យល់អាត្រជាក់មួយបានបក់មកភឹបហើយអាខ្យល់ហ្នឹងគឺបក់មកហ្នឹងមានអាក្លិនដីសើមនឹងឯងហើយនៅអាក្រោមផ្ទាំងថ្មហ្នឹងមានចដាវបុរាណមួយចុះទៅក្រោមដីពេលហ្នឹងរ៉ាគាត់ប្រចាំងពើចុះទៅហ្នឹងគឺពលឺហ្នឹងគឺបាត់នៅក្នុងអាភិបងឹតនឹងឯងគឺមើលមិនឃើញបានទេហើយដារ៉ូគាត់និយាយភ្លាមណែយើងកុំចុះទៅតែពេលហ្នឹងវណ្ណៈនៅតែចង់ដឹងការពិតបើយើងមកដល់ហើយយើងមិនចុះទៅមើលយើងមិនអាចដឹងថាមានអីវាកើតឡើងនៅកន្លែងហ្នឹងទេនៅចុងក្រោយហ្នឹងអ្នកទាំង4ក៏សម្រេចចិត្តចុះទៅហើយអាចចិន្តាថ្មហ្នឹងវែងខ្លាំងមែនទែនហើយអញ្ចាំងសងខាងហ្នឹងសុទ្ធតែមានស្នាមឆ្លាក់ជាអក្សរបុរាណអក្សរខ្លះហ្នឹងលុបអស់ហើយខ្លះទៀតក៏នៅតែអាចមើលបានតែមិនច្បាស់ហើយពេលហ្នឹងអារ៉ាគាត់ប្រើកាមេរ៉ាថតទុកគ្រប់កន្លែងទាំងអស់នៅពេលដែលដើរបានប្រហែលជា10នាទីពួកគាត់ក៏បានទៅដល់បន្ទប់ក្រោមដីធំមួយនៅកន្លែងនោះមានអក្សរធំជាច្រើនហើយនៅចំកណ្ដាលបន្ទប់នោះមានរូបព្រះបាក់បែកមួយអង្គហើយនៅជុំវិញរូបព្រះមានជាគៀងប្រេងបុរាណច្រើនមែនទែនហើយអ្វីដែលធ្វើឲ្យពួកគាត់ទាំង4អ្នកស្រឡាំងកាំងហ្នឹងគឺជាគៀងទាំងអស់ហ្នឹងកំពុងតែឆេះហើយអាណាត់ភ្លើងតូចហ្នឹងវានៅរេរាំតាមខ្យល់នឹងឯងទាំងដែលគ្មានអ្នកណាហ្នឹងមកដុតវាអស់ជាច្រើនចំនួនមកហើយពេលនឹងឯងដារ៉ូគាត់និយាយថាចុំហើយចុះពីណាគេមកដុតវាប៉ុន្តែនៅពេលហ្នឹងអត់មានអ្នកណាគេឆ្លើយទេហើយនៅជ្រុងម្ខាងនៃបន្ទប់ហ្នឹងមានទូឈើបុរាណមួយវណ្ណៈក៏ចាប់ផ្ដើមបើកចេញមកហើយនៅក្នុងហ្នឹងមានសភៅចាស់ជាច្រើនក្បាលហើយទំព័រជាច្រើនហ្នឹងគឺអាលួយអាលេះអស់ហើយ
ប៉ុន្តែមានសភៅមួយក្បាលហ្នឹងដែលនៅស្ថានភាពគឺល្អជាងគេហើយនៅលើគម្របហ្នឹងគឺសរសេរអក្សរខ្មែរបុរាណថាកំណត់ហេតុចៅអធិការពេលហ្នឹងរ៉ាគាត់បើកអាទំព័រដំបូងហ្នឹងហើយអក្សរជាច្រើនហ្នឹងគឺអាសត្វបាត់អស់ប៉ុន្តែទំព័រចុងក្រោយនៅតែអាចអានបានពេលហ្នឹងឯងវណ្ណៈគាត់អានថាបើមានអ្នកណាបានអានសមុទ្រនេះមានន័យថាទ្វារក្រោមព្រះវិហារត្រូវបានបើកហើយចូលគុំស្វែងរកអ្វីដែលលាក់នៅខាងក្នុងបន្តទៀតព្រោះអ្វីដែលយើងការពារមិនមែនជាទ្រព្យសម្បត្តិតែជាអាថ៌កំបាំងដែលមិនគួរឲ្យចេញមកលើផែនដីពេលហ្នឹងអ្នកទាំង4គឺឈរស្ងៀមហើយដារ៉ូគាត់និយាយភ្លាមណែយើងត្រឡប់ទៅវិញទៅអីប៉ុន្តែពេលហ្នឹងវណ្ណៈហ្នឹងគឺគាត់មិនទាន់បានបិទសភៅនឹងផងក៏ស្រាប់តែមានសំឡេងដូចជាថ្មធំរើពីខាងក្រៅគាត់គ្រប់អ្នកទាំង4ហ្នឹងប្រចាំងពិលទៅគឺនៅពីក្រោយរូបព្រះដែលបាក់បែកហ្នឹងមានទ្វារថ្មធំមួយកំពុងតែបើកវាដូចជាមានយន្តការចាស់មួយហ្នឹងកំពុងតែដំណើរការដោយខ្លួនឯងរបៀបដូចមានជាទ្វារយន្តអញ្ចឹងណាហើយនឹងអាចន្លោះទ្វារហ្នឹងគឺកាន់តែធំទៅខ្យល់បក់ខ្លាំងបកចេញពីខាងក្នុងនឹងមកជាមួយនឹងអាក្លិនធូបចាស់ដូចគេហៅថាមានទើបមានអ្នកអុចអញ្ចឹងឯងពេលហ្នឹងឯងសុភ័ក្រក៏ដើរទៅមុខមកចំហៀនដោយអត់ដឹងខ្លួនគាត់និយាយថាព្រះគ្រូនៅទីនោះពេលហ្នឹងវណ្ណៈចាប់ដៃគាត់ទាន់ចាប់ជាប់ឈប់នៅភ្លាមនឹងឯងអាពលឺពិលរបស់អ្នកទាំង4ហ្នឹងក៏បានចាំងចូលទៅតាមអាចន្លោះទ្វារហ្នឹងហើយនៅក្នុងបន្ទប់ហ្នឹងមានមនុស្សជាច្រើនគឺអង្គុយតម្រង់ជួរគ្នាអង្គុយជាជួរហ្នឹងឯងហើយគ្រប់គ្នាហ្នឹងស្លៀកពាក់ស្បង់ជាព្រះសង្ឃអង្គុយសមាធិមិនកម្រើកដំបូងហ្នឹងពួកគេហ្នឹងគិតថាជារូបចម្លាក់ប៉ុន្តែនៅពេលដែលរ៉ាគាត់ពង្រីកកាមេរ៉ាចូលទៅហ្នឹងគឺពួកគាត់ឃើញច្បាស់ណាស់ស្បង់នៅលើខ្លួនព្រះសង្ឃនោះឯងមានសត្វដីក្រាស់ហើយសរសៃពីងហ្នឹងព័ទ្ធជុំវិញហ្នឹងពួកគាត់ហ្នឹងអង្គុយស្ងៀមដូចជាមនុស្សដែលបាត់បង់ជីវិតអស់ជាច្រើនរយឆ្នាំហើយក៏ស្រាប់តែមានសំឡេងមួយធ្លាក់ពីលើពិដានពេលហ្នឹងអ្នកទាំង4ក៏ចាប់ផ្ដើមងើបមើលគឺនៅលើធ្នឹមឈើចាស់ហ្នឹងមានកណ្ដឹងសម្រិតទូចមួយកំពុងតែរកើដល់ខ្លួនឯងពេលហ្នឹងឯងសំឡេងហ្នឹងកាន់តែលឺលឿនឡើងហើយនៅពេលដែលសំឡេងកណ្ដឹងនឹងឈប់ព្រះសង្ឃដែលអង្គុយសមាធិទាំងអស់ហ្នឹងក៏បានងើបឡើងយឺតនៅក្នុងពេលតែមួយហើយព្រះសង្ឃដែលអង្គុយសមាធិទាំងអស់ហ្នឹងក៏ចាប់ផ្ដើមងើបឡើងយឺតក្នុងពេលតែមួយគ្មានអង្គណាមួយនិយាយទេគ្មានអង្គណាកម្រើកខ្លាំងគឺមានតែសម្លៀកបំពាក់ចាស់គឺប៉ះនឹងឥដ្ឋបុរាណចាស់នឹងឯងពេលហ្នឹងឯងដារ៉ូក៏ថយក្រោយមួយជំហានក៏ស្រាប់តែមានឮសំឡេងចេញទៅឥឡូវនេះទៅពេលនឹងឯងវណ្ណៈគាត់ដឹងថាពួកគាត់មិនអាចនៅកន្លែងនឹងបានទៀតទេគាត់ក៏ស្រែកថារត់ពេលនឹងឯងអ្នកទាំង4ក៏រត់ឡើងតាមជណ្ដើរថ្មឡើងលឿនប៉ុន្តែដល់ពេលដែលពួកគាត់រត់បានតែប្រមាណជំហាននឹងឯងសុភ័ក្រក៏ស្រាប់តែឈប់គាត់នឹងក៏ឈប់នឹងថ្កល់ដូចជាមាននរណាម្នាក់នឹងចាប់ស្មាគាត់ជាប់ពីក្រោយពេលនឹងឯងវណ្ណៈស្ទុះទៅទាញដៃសុភ័ក្រតែសុភ័ក្រនឹងនិយាយទាំងមិនបានងាកមុខមកទេពួកគេមិនដេញតាមយើងទេពួកគេចង់ឲ្យយើងស្ដាប់នៅពេលហ្នឹងឯងដារ៉ូក៏ស្រែកកុំស្ដាប់តោះរត់ទៅប៉ុន្តែពេលហ្នឹងសុភ័ក្រគាត់បានបិទភ្នែកបន្ទាប់មកគាត់បាននិយាយដោយសំឡេងខុសពីសំឡេងគាត់ធម្មតាណាព្រះគ្រូថាពួកគេមិនមែនជាអ្នកអាក្រក់ទេអ្នកទាំង3ហ្នឹងក៏សម្លឹងមុខគ្នាវណ្ណៈក៏សម្រេចចិត្តសួរបើអញ្ចឹងហេតុអីបានជាពួកគេលាក់ខ្លួននៅកន្លែងហ្នឹងសុភ័ក្រនៅស្ងៀមប្រហែលជាមួយនាទីបន្ទាប់មកគាត់ក៏បានចាប់ផ្ដើមនិយាយដូចជាកំពុងតែប្រាប់រឿងដែលអ្នកផ្សេងហ្នឹងបញ្ចូលមកក្នុងចិត្តគាត់ចឹងជាង100ឆ្នាំមុនមិនមែនព្រះសង្ឃបាត់ខ្លួនទេពួកគេស្ម័គ្រចិត្តនៅទីនេះក្រោមព្រះវិហារមានបន្ទប់បុរាណមួយដែលរក្សាទុកវត្ថុស័ក្តិសិទ្ធិរបស់អ្នកបួសជំនាន់ដើមនៅសម័យសង្គ្រាមមានក្រុមមនុស្សចង់លួចយកវាចៅអធិការវត្តបានប្រមូលព្រះសង្ឃទាំងអស់ធ្វើពិធីបិទបន្ទប់នោះចាប់ពីថ្ងៃនោះមកពួកគេមិនដែលបានចាក់ចេញពីវត្តទៀតឡើយនៅពេលនឹងឯងរ៉ាក៏បានសួរទៀតមានន័យថាព្រះសង្ឃទាំងអស់នោះកំពុងតែការពារកន្លែងនេះពេលនឹងឯងសុភ័ក្រគាត់ងក់ក្បាលតែពិធីនោះមិនទាន់បានបញ្ចប់ទេនៅភ្លាមនោះឯងអាដីទាំងមូលក៏ចាប់ផ្ដើមអង្គើចាប់ផ្ដើមញ័ររំជួយណាហើយអាធូលីដីក៏ចាប់ផ្ដើមធ្លាក់មកពីពីដានលើនឹងឯងហើយថ្មតូចក៏ធ្លាក់ចុះមកដែរពេលហ្នឹងវណ្ណៈក៏ស្រែកទៅចេញទៅបន្ទប់នេះចិត្តអាលុំហើយពេលហ្នឹងអ្នកទាំង4ហ្នឹងក៏រត់ឡើងជណ្ដើរថ្មមួយចាំងហត់មែនទែនហើយនាទីបំផុតពួកគាត់ក៏ឡើងមកដល់ខាងលើវិញ
ប៉ុន្តែទិដ្ឋភាពនៅខាងក្រៅវាបានផ្លាស់ប្ដូរអស់ព្រះវិហារដែលបានបាក់បែកពីមុនហ្នឹងក៏បែកជាមើលទៅថ្មីហើយអាដំបូលក៏នៅល្អជញ្ជាំងគ្មានស្នាមបាក់ស្នាមប្រេះអីទេអាចគៀងដែលនៅតាមសសរហ្នឹងកំពុងតែឆេះហើយសំឡេងសូត្រធម៌គឺលឺឡើងយ៉ាងពិរោះឡើងវិញពេលហ្នឹងឯងដារ៉ូណែពួកយើងកំពុងតែនៅកន្លែងណាហ្នឹងពេលហ្នឹងពួកគេបានមើលទីធ្លាវត្តហ្នឹងឯងមានប្រសង់ជាច្រើនអង្គកំពុងតែដើរទៅតាមធម្មតាមានក្មេងវត្តកំពុងតែបោះស្លឹកឈើមានអ្នកភូមិហ្នឹងកំពុងតែយកចង្ហាន់មកប្រគេនគ្រប់យ៉ាងវាដូចជាវត្តកាលពីជាង100ឆ្នាំមុនអញ្ចឹងពេលហ្នឹងឯងរ៉ាគាត់ស្ទាបវណ្ណៈណែយើងមិនមែនកំពុងតែយកសពទេពេលហ្នឹងឯងវណ្ណៈគាត់ឆ្លើយព្រះសង្ឃដែលចាស់មួយអង្គបានដើរមករកពួកគេព្រះអង្គហ្នឹងគឺមានព្រះភ័ក្ត្រស្ងប់ស្ងាត់នឹងស្នាមញញឹមស្រាលស្រាលហើយព្រះអង្គមានសង្ឃនៃការថាទីបំផុតអ្នកទាំង4ក៏បានមកដល់ពេលហ្នឹងឯងវណ្ណៈគាត់ភ្ញាក់ផ្អើលភ្លាមព្រះអង្គស្គាល់ពួកខ្ញុំពេលហ្នឹងឯងព្រះសង្ឃញញឹមអាត្មារងចាំពួកញោមអស់រយៈពេលជាង100ឆ្នាំហើយពាក្យមួយឃ្លានោះពាក្យមួយឃ្លានឹងឯងធ្វើឲ្យអ្នកទាំង4នឹងស្រឡាញ់កាំងហើយមុននឹងពួកគាត់បន្តសួរនឹងព្រះសង្ឃអង្គនោះឯងក៏បានបកគលប្រអប់ឈើទូចមួយឲ្យវណ្ណៈកុំបើកវាលុះត្រាតែចាក់ចេញពីព្រៃនេះបានពេលនឹងឯងវណ្ណៈគាត់ទទួលឲ្យប្រអប់នឹងដោយដៃគាត់ឡើងញ័រនៅពេលនោះឯងខ្យល់ចាប់ផ្ដើមបក់ខ្លាំងមែនទែនហើយអ្នកទាំង4នឹងបិទភ្នែកដោយសារអាដីហុយប៉ុន្តែនៅពេលដែលពួកគាត់បើកភ្នែកឡើងវិញនឹងអ្វីគ្រប់យ៉ាងបានត្រឡប់មកដូចដើមវិញព្រះវិហារគឺបាក់បែកទៅដែរទីធ្លានឹងគឺពូពេញទៅដោយស្មៅដោយស្លែអត់មានប្រសង់អត់គ្មានអ្នកភូមិទេហាក់បីដូចជាអ្វីដែលបានឃើញពីមុននឹងវាមិនបានកើតឡើងគឺមានតែប្រអប់ឈើទូចមួយនៅក្នុងដៃរបស់វណ្ណៈពេលហ្នឹងដារ៉ូគាត់និយាយភ្លាមណែបោះវាចោលហើយប៉ុន្តែសុភ័ក្របានកវីក្បាលអត់បានទេព្រះគ្រូប្រាប់ថាបើបោះវាចោលទ្វារវត្តនេះនឹងមិនបិទជារៀងរហូតពេលនឹងឯងពួកគាត់ទាំង4នាក់សម្លឹងមូលអាប្រអប់នឹងហើយគ្មានណាម្នាក់ហ៊ានបើកទេហើយក៏គ្មានពេលណាហ៊ានបោះវាចោលដែរនៅក្នុងប្រអប់នោះកំពុងតែឮសំឡេងគោះស្រាលស្រាលវាដូចជាមានមនុស្សនៅក្នុងនឹងម្នាក់កំពុងតែគោះនឹងឯងនៅពេលនឹងឯងគ្មានណាហ៊ាននិយាយអីទេហើយក៏គ្មានពេលណាគេហ៊ានសំបីតែប៉ះប្រអប់នោះទៀតដែរពេលនឹងឯងវណ្ណៈគាត់កាន់តែប្រអប់នឹងដោយដៃឡើងញ័រមែនទែនខ្ញុំគិតថាយើងគួរតែចាក់ចេញពីព្រៃនេះទៅឲ្យបានឆាប់បំផុតពេលនឹងឯងអ្នកទាំងអស់គ្នាក៏យល់ស្របហើយពួកគេក៏ចាប់ផ្ដើមដើរចេញពីវត្តនឹងតែម្ដងទៅអ្វីដែលចម្លែកនោះគឺលើកនឹងពួកគេមិនវង្វេងដូចមុនទៀតទេផ្លូវដែលធ្លាប់បាត់នឹងក៏ស្រាប់តែលេចចេញមកឃើញយ៉ាងច្បាស់ហើយព្រះអាទិត្យនឹងក៏ចាប់ផ្ដើមចាំងចូលតាមកំពូលព្រៃឈើនឹងឯងក្រោយមកគឺដើរអស់ជាង1ម៉ោងទីបំផុតពួកគេក៏បានចេញផុតពីព្រៃទៅពេលដែលមកដល់ភូមិវិញហ្នឹងអ្នកភូមិជាច្រើនបានរត់មកមើលពួកគេនឹងភ្ញាក់ផ្អើលមែនទែនហើយលោកតាដែលពុំមានពួកគេតាំងពីដំបូងហ្នឹងក៏ដើរមកដែរនៅពេលដែលឃើញប្រអប់ឈើនៅក្នុងដៃរបស់វណ្ណៈហ្នឹងទឹកមុខរបស់លោកតាក៏ស្លេកភ្លាមពួកឯងយករបស់ហ្នឹងចេញមកមែនពេលហ្នឹងឯងវណ្ណៈគាត់ងក់ក្បាលព្រះសង្ឃមួយអង្គបកលឲ្យខ្ញុំហើយប្រាប់ថាកុំបើកវាលុះត្រាណាតែចេញផុតពីព្រៃពេលហ្នឹងលោកតាក៏ដកដង្ហើមធំអស់ជាច្រើនចំនួនមកហើយគ្មាននរណាធ្លាប់យកប្រអប់នោះចេញពីវត្តបានទេពេលនឹងឯងពួកគេទាំង4នាក់គឺឆ្ងល់មែនទែនតើក្នុងប្រអប់នោះមានអីលោកតានឹងគាត់កវីក្បាលហើយគាត់និយាយថាខ្ញុំក៏មិនដឹងដែរព្រោះគ្មាននរណាធ្លាប់បានឃើញវានៅក្នុងនឹងទេនៅយប់នោះឯងអ្នកទាំង4ហ្នឹងក៏សម្រាកនៅផ្ទះលោកតាហ្នឹងពួកគេបានដាក់ប្រអប់ឈើនៅលើតុគ្រប់គ្នាអង្គុយសម្លឹងវាហើយដារ៉ូបាននិយាយថាពួកយើងបើកវាទៅដើម្បីដឹងការពិតដល់ពេលហ្នឹងឯងរ៉ាក៏ប្រញាប់ខាត់កុំព្រះសង្ឃប្រាប់ថាកុំបើកតែវណ្ណៈគាត់នៅស្ងៀមមកទទូបន្ទាប់មកគាត់និយាយថាបើយើងមិនដឹងថាមានអីនៅក្នុងនេះទេរឿងទាំងអស់នឹងនៅតែជាអាចកំបាំងនឹងឯងអញ្ចឹងចុងក្រោយអ្នកទាំង4ហ្នឹងក៏សម្រេចចិត្តបើកប្រអប់នោះវណ្ណៈក៏យកដៃនឹងលើកអាគម្របនឹងឡើងពេលនឹងឯងគម្របនឹងក៏របើកចេញប៉ុន្តែនៅក្នុងប្រអប់នោះអត់មានមាសមិនមានគ្រឿងអលង្ការមិនមានវត្ថុស័ក្តិសិទ្ធិអីទេគឺមានតែកណាត់ចាស់មួយផ្ទាំងដែលរុំសភៅស្ដើងមួយក្បាលហើយនៅលើគម្របសភៅនឹងបានសរសេរថាកំណត់ហេតុចុងក្រោយរបស់ចៅអធិការវត្តវណ្ណៈក៏បើកឡើងមកគឺចំអត្ថបទចុងក្រោយដែលមានអក្សរហ្នឹងគឺអានសរសេរអានបានប្រសិនបើអ្នកបានអានសភៅនេះមានន័យថាវត្តនៅតែមានអ្នកការពារអ្នកដែលឃើញពួកយើងមិនមែនជាអ្នកដែលត្រូវទទួលទោសទេពួកយើងស្ម័គ្រចិត្តនៅទីនោះដើម្បីកុំឲ្យអ្នកណាបំផ្លាញទីសក្ការៈនិងរបស់បុរាណដែលបន្សល់ពីបុព្វបុរសបើថ្ងៃណាវត្តគ្មានអ្នកការពារទៀតមនុស្សដែលលោភលន់និងបំផ្លាញអ្វីទាំងអស់ពីនឹងឯងអ្នកទាំង4ក៏អង្គុយស្ងៀមទីបំផុតពួកគេបានដឹងការពិតហើយព្រះសង្ឃដែលពួកគេបានឃើញមិនមែនកំពុងតែលបួងអ្នកដំណើរឡើយ
ពួកគាត់កំពុងតែការពារវត្តនិងអាចកំបាំងរបស់វាថ្ងៃបន្ទាប់វណ្ណៈនិងមិត្តភ័ក្តិរបស់គាត់បានសម្រេចចិត្តយកប្រអប់ឈើនិងសភៅនោះត្រឡប់ទៅដាក់នៅក្នុងប្រអប់ក្រោមព្រះវិហារវិញពួកគេមិនបានថតវីដេអូមិនបានបង្ហោះទីតាំងក៏មិនបានប្រាប់ផ្លូវពួកគេក៏បានដាក់ប្រអប់ត្រឡប់ទៅកន្លែងដើមវិញហើយថ្វាយបង្គំរូបព្រះម្ដងចុងក្រោយមុនពេលដើរចេញមានខ្យល់ត្រជាក់មួយបានបក់មកកាត់ព្រះវិហារនឹងឯងហើយសំឡេងជួងវត្តបានលឺម្ដងប៉ុន្តែលើកនឹងមិនមែនជាសំឡេងគួរឲ្យភ័យខ្លាចទៀតទេវាហាក់បីដូចជាសំឡេងលាគ្នាអ្នកទាំង4ក៏បានដើរចេញពីវត្តដោយសុវត្ថិភាពគ្មានអ្នកណាវិញគ្មានអ្នកណាឮសំឡេងហៅឈ្មោះអីទៀតទេជាច្រើនខែក្រោយមកមានក្រុមអ្នករកវត្ថុបុរាណខុសច្បាប់មួយក្រុមចូលទៅក្នុងព្រៃដើម្បីស្វែងរកវត្តនឹងឯងប៉ុន្តែពួកគេនឹងរកមិនឃើញទេអ្នកខ្លាំងបាននិយាយថាដើរវិលចុះវិលឡើងជុំ3យប់3ថ្ងៃអ្នកខ្លះនិយាយថាឮតែសំឡេងជួងប៉ុន្តែមិនបានឃើញវត្តទេចំណែកឯវណ្ណៈរ៉ាដារ៉ូនិងសុភ័ក្រពួកគេនឹងមិនដែលត្រឡប់ទៅកន្លែងនោះទៀតទេរាល់ពេលដែលមានអ្នកណាសួរពីវត្តចាស់កដាលព្រៃហ្នឹងពួកគេគ្រាន់តែញញឹមហើយបាននិយាយមួយប្រយោគដូចគ្នាថាកន្លែងខ្លះមិនមែនជាអាចកំបាំងសម្រាប់មនុស្សលោកបកស្រាយនោះទេតែមានអាចកំបាំងសម្រាប់ឲ្យមនុស្សរៀនគោរពវាអរគុណដល់បងប្អូនដែលបានតាមដានតាំងពីដើមរហូតដល់បញ្ចប់បើសិនជាបងប្អូនចូលចិត្តប្រភេទវីដេអូបែបនេះអាចកំបាំងការលងបន្លាចព្រឺព្រួចរន្ធត់សូមលោកអ្នកចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយ